ពីកុអង្គនេះទៅបួសហេតុអីបានជាមិនប្រាប់ឧស្សាហ៍មិនអីចឹងទៅបង្ងើយកតើចឹងទៅក៏ទះមួយដៃណាលើកដៃប្រហាទៅក៏ខឹងនឹងលោកយំសម្បាទៅបែបបែបទៅក៏ទៅទូលព្រះសម្មាសម្ពុទ្ធហ្នឹងដល់ពេលអញ្ចឹងព្រឹកឡើងមន់ល្ងាវម្ដងពីរដងហើយវាអត់មានពន្លឺព្រះអាទិត្យអីទៅសោះអ្នកស្រុកអ្នកភូមិត្រូវទៅស្រែចម្ការជាងឈើត្រូវទៅធ្វើការចិញ្ចឹមជីវិតបរិជានោះក៏ងងឹតសូនឈឹងហើយក៏ក្រភ្លឺម្ល៉េះយប់នេះក៏យប់ចម្លែកម៉េចពីព្រោះតែមានតាបោះអ្នកមានរិទ្ធហ្នឹងកំពុងតែមានហេតុឆ្លោះគ្នាចេះមួយចុះពីរទៅជាបឋមខ្ញុំបករណាអាត្មាភាពសូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដល់ចំពោះគុណនៃព្រះរតនត្រ័យទាំង3ប្រការរួមមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពបន្តអំពីបទនមស្ការសង្ខេបបែបខ្លីមានប្រមាណប៉ុណ្ណេះខ្ញុំបករណាអាត្មាភាពមានសេចក្តីជ្រះថ្លាសូមចែករំលែកអំពីខ្សែសាច់រឿងនៅក្នុងគាថាធម្មបទប្រែតាក់ទងទៅជាមួយនឹងរឿងព្រះទេសត្ថេញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាធ្លាប់បានដឹងក៏ធ្លាប់ស្ដាប់អំពីធម្មកថាលោកសម្ដែងអំពីរឿងទេសត្ថេមានសម្ដែងនៅក្នុងគម្ពីរធម្មបទណាដែលលោកបានប្រែដែលមានបទជាភាសាបាលីពោលថាអកោឆេម៉ាំងអវធិម៉ាំងអចិនិម៉ាំងអហោសិមេអេតិថាដូច្នេះជាដើមអញ្ចឹងនៅក្នុងដំណើរនៃខ្សែសាច់រឿងនេះការព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រារព្ធនៅព្រះទេសត្ថេដែលជាព្រះថេរៈមួយព្រះអង្គជាព្រះរាជឱរសរបស់ព្រះបិតុច្ឆារបស់ព្រះអង្គមានន័យថាគឺជាកូនរបស់ម្ចាស់មីងរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងណាអញ្ចឹងមានន័យថាខ្លួនឯងនឹងធ្លាប់ជាប់ជាខ្សែរាជវង្សអីចឹងទៅក៏ចូលទៅបួសអញ្ចឹងទៅលោកបានមកបួសជាមួយនឹងភិក្ខុនៅក្នុងព្រះពុទ្ធសាសនានៅពេលដែលមានវ័យចាស់ជរាហើយលោកមិនដែលធ្វើវត្តប្រតិបត្តិគោរពចំពោះភិក្ខុអកន្តកៈដែលមានវស្សាចាស់ជាងខ្លួនទៅតាមបែបនៃព្រះធម៌ឬក៏ព្រះវិន័យឡើយមានន័យថាព្រះទេសត្ថេហ្នឹងគឺចូលមកបួសនៅក្នុងវ័យជាមនុស្សចាស់ដល់ពេលចូលមកបួសទៅក៏មាននៅមានះដែលគិតថាខ្លួនឯងហ្នឹងគឺជាចាស់ជាងគេហើយមិនគោរពភិក្ខុដែលជាអកន្តកៈភិក្ខុកំឡោះភិក្ខុក្មេងប៉ុន្តែភិក្ខុទាំងអស់នោះគឺជាអ្នកមានវស្សាចាស់ជាអ្នកដែលមានវស្សាច្រើនទៅហើយអញ្ចឹងភិក្ខុទេសត្ថេនេះគឺអត់គោរពវស្សាទេសូមជម្រាបជូនញាតិញោមពុទ្ធបរិស័ទថាការគោរពគ្នាក្នុងព្រះពុទ្ធសាសនានេះគឺមិនមែនគោរពដោយវ័យចាស់ជរាទេគឺគោរពទៅដោយវស្សាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ឲ្យភិក្ខុទាំងឡាយពេលដែលបានជួបគ្នាត្រូវសាកសួរគ្នាដោយវស្សាណាមិនឃើញថាចាស់ទៅក៏ចេះតែគោរពទេណាអត់ទេណាការគោរពរបស់ភិក្ខុក្មេងទៅកាន់ភិក្ខុចាស់ហ្នឹងវាជារឿងមួយដែលយើងចេះគោរពគ្នាដោយសីលធម៌ប៉ុន្តែសីលធម៌នៅក្នុងពុទ្ធសាសនាទោះបីជាមានបុគ្គលនោះចាស់មកបួសអាយុ50ឆ្នាំ60ឆ្នាំ70ឆ្នាំ80ឆ្នាំយ៉ាងណាក៏ដោយបើទៅបួសបានតែមួយវស្សាទេគឺត្រូវតែគោរពចំពោះភិក្ខុដែលបួសច្រើនវស្សាទោះបីជាភិក្ខុនឹងកំឡោះក៏ដោយក្មេងក៏ដោយណាលោកបួសបានច្រើនវស្សាហើយអញ្ចឹងត្រូវគោរពគ្នាដោយវស្សាណាមនាភិក្ខុទាំងឡាយពេលដែលជួបគ្នាគឺត្រូវសន្ទនាគ្នាជាដំបូងហ្នឹងគឺត្រូវសាកសួររកនៅវស្សាជាដំបូងហ្នឹងគឺកិច្ចនៅក្នុងព្រះវិន័យក្នុងព្រះពុទ្ធសាសនាប៉ុន្តែព្រះទេសត្ថេនេះគឺអត់ទេទី1មានអ្នកអាងថាខ្លួនឯងជាត្រកូលក្សត្រណាដល់ពេលទី2ហ្នឹងអាងថាខ្លួនឯងជាមនុស្សចាស់ដល់ទៅសម័យកាលមួយនោះមានភិក្ខុអកន្តកៈលោកនិមន្តមកពីឆ្ងាយអញ្ចឹងចូលមកលោកមិនមានសេចក្តីអើពើទេនៅក្នុងគម្ពីរធម្មបទហ្នឹងលោកប្រែសេចក្តីមកថាពេលដែលឃើញភិក្ខុកំឡោះមកអញ្ចឹងភិក្ខុទេសត្ថេហ្នឹងគឺអង្គុយបង្ងើយមិនមានសេចក្តីអើពើដោយការប្រតិបត្តិដោយការបដិបត្តិក្នុងនាមថាខ្លួនឯងជាអ្នកបួសក្រោយវស្សាខ្ចីអត់ទេអាងថាខ្លួនឯងជាមនុស្សចាស់ទី2ហ្នឹងគឺអាងថាខ្លួនឯងហ្នឹងគឺជាប់ខ្សែរាជវង្សអីចឹងទៅអញ្ចឹងមានអ្នកហ្នឹងគឺប៉ោងឡើងគឺអត់គោរពអ្នកណាគេទេចឹងហើយគឺសំបីតែព្រះធម៌ព្រះវិន័យវត្តប្រតិបត្តិផ្សេងទៀតគឺព្រះទេសត្ថេហ្នឹងមិនដែលគោរពទេសម័យកាលនោះគឺតាក់ទងជាមួយនឹងព្រះទេសត្ថេនេះ
មិនមានវត្តប្រតិបត្តិគោរពចំពោះភិក្ខុអកន្តកៈទេក្នុងសាច់រឿងហ្នឹងគឺមានដំណើរវែងឆ្ងាយប៉ុន្តែភាពសង្ខេបខ្លីៗមកថាពេលដែលយើងមិនមានការគោរពនេះគឺនាំឲ្យអន្តរាយនឹងមួយនាំឲ្យមិនមានសេចក្តីថ្លៃថ្នូរចំពោះខ្លួនឯងសត្វតែមានភិក្ខុមួយព្រះអង្គហ្នឹងលោកក្មេងទេហើយក៏សួរវសាថាលោកម្ចាស់មានវសាប្រមាណហើយក៏ប្រាប់មកលោកថាទៅបួសអីចឹងទៅគេថាអូភិក្ខុនេះគឺជាភិក្ខុដែលពិបាកទូលមានណាទៅបួសតែមិនគោរពភិក្ខុដែលចាស់វសាដល់លោកមានបតីនឹងដូចថាខឹងអញ្ចឹងទៅក៏លើកម្រាមដៃហ្នឹងលើកបាតដៃហ្នឹងណាយាទះភិក្ខុនឹងម្ដាយទៅទះភិក្ខុទេសថេនឹងម្ដាយណាអច្ឆរាំងបហារាំងណាបហាហើយដោយដៃនេះលើកបាតដៃនឹងទះកភ្លៀងម្ដាយនឹងថាមិនបានមិនគោរពប្រធេរៈណាខ្លួនឯងបួសក្រោយគេប៉ុន្តែมันមានសេចក្តីគោរពទេលោកអង្គុយគ្មានជីវោគ្មានអីណាវិហារមច្ឆេអង្គុយនៅត្រង់កណ្ដាលនៃវិហារនៃរោងហ្នឹងគឺណាជីវោហ្នឹងយកទៅហាលសណ្ឌិលទុកចោលអញ្ចឹងទៅអត់មានជីវោអីនឹងខ្លួនទេទេអត់មានការគោរពចំពោះភិក្ខុដែលចាស់វសាទេតែឃើញលោកមកធ្វើបង្ងើយអញ្ចឹងទៅណាអកន្តកៈលោកមកដល់ក្នុងនាមខ្លួនឯងដែលរស់នៅក្នុងអារាមហ្នឹងជាអារាមិកជនហ្នឹងអត់មានការគោរពដោយការសាកសួរវសាបបិទ្ធលោកម្ចាស់និមន្តមកនេះសុខទុក្ខយ៉ាងណានិមន្តមកពីខាងណាលោកម្ចាស់មានវសាប្រមាណឯអត់សួរលោកម្ចាស់ជាភិក្ខុសាមណេរអត់ដែរសួរអត់សួរសោះបង្ងើយអង្គុយពេនភ្នែនធ្វើបង្ងើយចឹងទៅដល់ភិក្ខុដែលក្មេងហ្នឹងលោកដឹងអញ្ចឹងថាអូភិក្ខុអង្គនេះពិបាកទូមានមកដល់សួរហើយភិក្ខុកំឡោះហ្នឹងមកដល់ថ្វាយបង្គំណាលុតជង្គង់ថ្វាយបង្គំប្រណំហត្ថាដោយសេចក្តីគោរពអាងតលោកចាស់ធៀបពិតទៅលោកចាស់មែនប៉ុន្តែភាសាក្មេងណាលោកក៏អត់ប្រាប់ថាណាលោកម្ចាស់ខ្ញុំកណាទៅបួសអញ្ចេះទេអត់ប្រាប់ទេធ្វើឲ្យបង្ងើយអញ្ចឹងទៅអញ្ចឹងភិក្ខុក្មេងនឹងដឹងរឿងថាអូភិក្ខុអង្គនេះទៅបួសហេតុអីបានជាមិនប្រាប់ភាសាមិនអីអញ្ចឹងទៅបង្ងើយកតើអញ្ចឹងទៅក៏ទះមួយដៃណាលើកដៃបហាទៅក៏ខឹងនឹងលោកយំសម្បាទៅបែបទៅក៏ទៅទូលព្រះសម្មាសម្ពុទ្ធហ្នឹងឯងដល់ទូលព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ជ្រាបអំពីដំណើរហេតុនឹងទៅហើយដឹងថាភិក្ខុទេសថេនេះគឺជាបុគ្គលដែលទូលមានដោយកម្រទូលមានបានដោយលំបាកណាដឹងថាព្រះអង្គវិនិច្ឆ័យទៅថាទោសកំហុសនេះគឺកើតឡើងអំពីព្រះទេសថេនេះឯងដូច្នេះព្រះសាស្តាទ្រង់ត្រាស់បង្គាប់ឲ្យព្រះទេសថេសូមខមាទោសចំពោះភិក្ខុអកន្តកៈទាំងនោះតែព្រះទេសថេជជែកមិនព្រមធ្វើតាមព្រះពុទ្ធដីការបស់ព្រះអង្គឡើយគ្រានោះព្រះបរមសាស្តាណាទ្រង់ត្រាស់សម្ដែងនៅអតីតនិទានរបស់ព្រះទេសៈនេះណាដូចមានតទៅនេះមានន័យថាព្រះអង្គទ្រង់ជ្រាបសេចក្តីនឹងហើយដំណើររឿងរ៉ាវនឹងភិក្ខុទេសៈនឹងយំសស្រាក់ណាដើរទៅគាល់ព្រះសម្មាសម្ពុទ្ធនឹងប្រាប់ថាភិក្ខុក្មេងនឹងវាយណាដោយសារហេតុចេះមួយចុះពីរទៅព្រះអង្គដឹងច្បាស់ហើយថាវាយ៉ាងម៉េចអីយ៉ាងម៉ាហ្នឹងមិនបាច់ចាំទៅថាអ្នកនោះទៅទូលពិតអីចេះមួយចុះពីរអីហ្នឹងអត់ទេគឺថាវិន័យគឺជាក្បួនជាច្បាប់ត្រូវគោរពគ្នានៅក្នុងវោសានេះឯងហើយឲ្យព្រះទេសៈនឹងគោរពថ្វាយបង្គំសូមខមាទោសចំពោះភិក្ខុដែលជាអកន្តកៈទាំងឡាយណាភិក្ខុទេសថេនេះអត់ទេអត់បង្អោនកាយគោរពណាអត់ទម្លាក់មេនះទេអាងតែខ្លួនឯងវាចាស់ជាងគេណាថាអាត្មាចាស់ខ្ញុំកណាចាស់ជាងចេះមួយចុះពីរទៅហើយអាងខ្លួនឯងជាខ្សែរាជវង្សណាអញ្ចឹងទៅក៏មិនគោរពចំពោះភិក្ខុក្មេងៗនឹងទេនៅក្រោយមកព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងអំពីអតីតនិទានរបស់ព្រះទេសៈនេះឯងណានៅក្នុងជាតិដែលព្រះទេសៈនេះបានកើតនៅជាតបោះនឹងឈ្មោះហៅថាទេវិលហើយចំណែកឯតថាគតបានកើតជាតបោះឈ្មោះហៅថានិរតៈតបោះទាំងពីររូបនេះបានឆ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងរហូតដល់ព្រះរាជានៅក្រុងពារាណសីស្ដេចយាងទៅជួយរងាប់នៅអតិកោហ្នឹងនៅវិវាទនោះ
tua tên cái nia nữa cứ bàn và đi chia nè sau đi nữa trong Perina xây nữa bây giờ mà sắm phút bằng sắm đại bia tây tạ ni tiền đam hai đã vinh chạy nhiệt nhôm phút bò để sát từng ở cái nia nè cầm bông để tạm đàn đạp này bàn sẽ cái đấy chỉ để thà nâng ạn ở bộ tình nia đòi cà phê trà nà tây tạ ca rồi bò tây vơ tạ bó thế này vì cậu tây xạ nín cứ miền chúng hao thá tây vơ tạ bò tây vơ nè về để châu tới nó không rong chiang muối bây là triệt lớn từ sông kia sông nại chứ dục từ sông kia xài nơi từ rồi cài mà tới có miền tạ bò mùi bọng tiết cứ tây tạ rồi bò presma samput ngay là phần niệm than nia được tẹt tạ bò nướng tới chốt nó không rong chiang nâng đôi kia này phải rong chiang nó về bật tục chốt đó bật tục chốt tới có là nè nơi rong chiang nè thay xa rong chiang mà cha rong nướng có ban prap thảo tập bò đôi khi chẳng có bấy tới sái nới chỉ muối nướng tập bò đôi khi từ đó tới nướng cứ viên chơi nhiệt nhộn là từ đó không rong chiang nướng gọi đê mặt hàng mà nè nè được tẹt nướng đê mặt hàng chẳng tới sân mặt hàng chẳng tới cào cầm rào tới sân tới đó từ tì vơi tập bò nướng có sân mặt hàng chẳng tới bàn tay nó về lia dục chơi nó bị miên hại ta bò nè tẹt nướng lô miền kịch thủ rẹ từ đỏ sạch chừng từ tục sạch tôi sạch thốm mình thợ bọt đầy bọt trứng á đó từ tê vơi ta bò ní đê nở muột khuya nâng từ tao có cái chanh màu đó về nè tẹt ta bò đào máu của chuan của sạch lô là la từng dục triệt nâng anh sạch là lô là la từng dục triệt thà tập bò nên chơi cao cai đào mình chơi mới cho dục nhiệt dùng là ná tao biên chơi tận ná nè mà có ta bò nè rồi tẹt nâng sông khama tô ta trong bằng admin chơi tận ná tê ta mơ mình khơi là dục nghịch vào phường chân tao có đào tao có chuan năng ngày chuan từ đâu phải chuan tới có tranh từ pot ọt chop là u ấy nhung chừng này ai tì vờ đã bỏ nó nơi là u nơi là u rồi toam tại cho láng có kết nơi cái nông chật này thà này bà thma anh nơi ta sân ta này tiết là phải cắt chế ta bỏ cao nữa nè ta bỏ đại đại chuan trường mấy nó đừng đau máu bà cắt chỉ chuan thma anh thì đây là có kết cùng nít thà nâng bái các ba vào khang này bình nè để bài các bạn mà khang thuyền này mà bình mà đó bé ta bò là nè rồi tẹt ta bò ní kết đôi khi đại thầm mấy nhà thma anh đai trôi tam phâu nâng trong bà sân giả thma anh đai trôi tam phâu nâng tí nâng choan chương ta bò nâng tí này có kết tha nâng đô phâu đài đôi khi đại cũng nên kết tới với srop khi nhiệt nhộn kết tới với srop khi là hôn chân tử nâng có đảo trôi mau bên mau tới có choan có co ta bò nè tê vờ nên tì tàu có sạch ở nhà rồi nó có chê chua khnia rô rương nè là tẹt ta bỏ nâng ảnh nè thà ta bỏ ní chong sầm lap chong chuan có co dương sầm lap và đặt chỉ vứt dương được không chụp ní rứ ta bỏ anh có công cai ấy mà lấy chơi từ nè nên không xài rướng á nè bìa tây ta ca đấy nè rồi trên này hái cổ đạn tụm ni đo nè là tẹt ta bỏ nè trong cái nào đã tụm ni ơi nè ta bỏ câu ai những bay các bà làm pi chùm ri ấy chứng từ là tạm cả đã tụm ni nữa nè có phải té nè là tẹt ta bỏ ní lô bàn chế điệp đầm nào đừng thà cả đã tụm ni rồi bỏ tì vơi ta bỏ mà lời dương ní ọt trong dương thế bực ní cứ nừng vơi từ đó tì vơi ta bỏ bình hơi chẳng đăng đầm nào hai nứng á đó về đợt chế điệp pi đầm nào rồi bỏ ta bỏ thà pe bực láng nâng trời bay các bà làm pi chùm ri nâng hơi lúc xếp môn đầm bay quần dìa pe nơi bè tịch cũng ai rìa nào nó về chẳng bực láng ngoan là nhiều mà đòn pi đòn hay cái admin vật lư bè tịch ấy tôi so nè sọc nè phum từ từ sai trong ca chiên chơi từ vừa ca trên châm chỉ vật bì chi nó còn nghịch xôn chân hay có cò plư mà lá chụp ni có chụp chụp like mấy thì pro tá miến tạ bó nè miến rất nữa ạ cầm phong tại miến hai chuột kia chơi mua cho Peter nè bàn nè sọc chẳng lại nó trôi từ có pre đi chia nơi trong Paris là xây
ប្រាប់ហេតុផលទាំងអស់ហ្នឹងថាមិនបានជានៅក្នុងនគររបស់យើងហ្នឹងចេះតែមានហេតុអីអញ្ចឹងទៅសង្ស័យតែមានអ្នកមានរិទ្ធឯណាមួយនៅក្នុងចន្លោះនៃនគររបស់យើងនៅក្នុងស្រុកយើងហ្នឹងមានហេតុអីហើយមើលទៅបានឲ្យពួកអាមាត្យទាំងឡាយហ្នឹងសាកសួរទៅថាមានតាបោះមានអ្នកណាអ្នកណីអីមកណាណីអញ្ចឹងណានឹងក៏សួរហោហែអញ្ចឹងទៅក៏បានដឹងនៅក្នុងរោងជាងនឹងឯងថាមានតាបោះ2អង្គសឹងនៅនឹងបានបរិជាលោកមានវិតកៈត្រេះរិះថាប្រកាសជាតាបោះទាំងពីរអ្នកហ្នឹងហើយបានជាអាចញ៉ាំងឲ្យព្រះអាទិត្យមិនទាន់រះមកបានណាព្រះអាទិត្យដែលត្រូវរះហ្នឹងគឺមិនអាចរះមកបានចឹងបានខ្សែសាច់រឿងហ្នឹងអាត្មាភាពសង្ខេបខ្លីៗមកទៅព្រះរាជានៅក្រុងពារាណសីនេះបានយាងទៅជាមួយនឹងរាជអាមាត្យជាមួយនឹងអ្នកស្រុកទៅកាន់រោងជាងហ្នឹងទៅក៏ឃើញតាបោះហ្នឹងទាំងពីរព្រះអង្គបានសួររហេតុផលទាំងឡាយទាំងពួងមកវាមានហេតុមានផលមកបានព្រះរាជាលោកដឹងថាទេវលតាបោះនេះមានកំហុសហើយតែមិនព្រមទទួលយកនៅកំហុសណាដូច្នេះក៏ឲ្យគេណាឲ្យតាបោះឲ្យទេវលតាបោះហ្នឹងសុំខមាទោសតែមិនព្រមអត់ព្រមរហូតដល់ព្រះរាជានឹងឲ្យណាគេទៅចាប់ស្មានឹងណាឲ្យលូតជង្គង់ណាសុំទោសហើយក៏ព្រមសុំទោសទៅក៏ប៉ុន្តែការព្រមសុំទោសរបស់ទេវលតាបោះហ្នឹងគឺមិនមែនសិតតែចិត្តទេមិនមែនព្រមដោយចិត្តទេគ្រាន់តែថាដោយការបង្ខិតបង្ខំអញ្ចឹងទៅក៏ចេះតែថាសុំទោសណាអញ្ចឹងពេលខ្លះវាអត់ព្រមដោយចិត្តណាញាតិញោមកាលណាមិនព្រមដោយចិត្តទេវានៅជាប់គុំគួននឹងឯងអញ្ចឹងបាននិរតៈតាបោះហ្នឹងប្រាប់ថាតាបោះនេះសុំទោសអត់ចេញពីចិត្តទេកាលណាតែអត់ចេញពីចិត្តទេគឺអាពីហ្នឹងវាអត់ផុតទេវានៅតែចងជាប់នឹងខ្លួនឯងអញ្ចឹងណាចឹងបានថាអ្នកដាក់ទំនាយដល់គេបើគេមិនទទួលទេវារឿងវាមិនពិតទេវាអាចនឹងត្រូវលើខ្លួនឯងអីចឹងដែរអញ្ចឹងទេវលតាបោះនេះត្រូវទោសនឹងមកលើខ្លួនឯងវិញណានិរតៈតាបោះថាតាបោះនេះអត់សុំទោសដល់ចេញពីចិត្តទេតែអាត្មាសូត្រមុនគេថាបើកពលឺព្រះអាទិត្យចេញមកវិញគឺរន្ទះនឹងបាញ់ក្បាលតាបោះនេះបាញ់ប្រកេះតាបោះនេះបែកជា7ចម្រៀកមិនខាននេះអញ្ចឹងបើគាត់មិនសុំទោសដោយសុទ្ធិចិត្តទេតើព្រះអង្គមានវិធីសាស្ត្រមានឧបាយយ៉ាងម៉េចទេដើម្បីឲ្យបើកពន្លឺព្រះអាទិត្យមកវិញបានកុំឲ្យអ្នកស្រុកអ្នកភូមិយើងនេះអត់បានទៅធ្វើការងារអីចឹងណានិរតៈតាបោះហ្នឹងទូលទៅកាន់ព្រះរាជានៅក្រុងពារាណសីថាមានវិធីសាស្ត្រឲ្យតាបោះហ្នឹងចុះទៅនៅក្នុងទឹកស្រះចុះទៅក៏ឲ្យយកភក់មករុំនឹងប្រកេះនេះយកភក់ហើយញោមស្គាល់ទេណាដីភក់ជ្រាយហ្នឹងណាយកផុកមកយកមករុំពេញប្រកេះអស់ហើយទៅបានលោកសូត្រគេថាមកបានពលឺព្រះអាទិត្យរះមកបានរន្ទះបាញ់តាបោះហ្នឹងរន្ទះបាញ់តាបោះហ្នឹងបាញ់ក្បាលតាបោះហ្នឹងប៉ុន្តែវាអត់ចំក្បាលគាត់ថាធ្វើកិច្ចយកភពនឹងមករុំក្បាលអញ្ចឹងទៅក៏បាញ់បែកភពនឹងជា7ជ្រាបចម្រៀកអញ្ចឹងទៅតាបោះនឹងឃើញទៅក៏ភ័យតក់ស្លុតអញ្ចឹងណាអញ្ចឹងអានឹងរឿងគឺការមិនស្ដាប់បង្គាប់ឆ្លោះគេឆ្លោះឯងអញ្ចឹងទៅក៏អាខ្លួនឯងខុសមិនព្រមថាខុសអាគេសុំខមាទោសមិនព្រមលើកលែងទោសឲ្យគេអញ្ចឹងណាទាំងតែគេគ្មានចេតនាតែខ្លួនឯងចងគំនុំអញ្ចឹងទៅទុកនៅក្នុងហ្នឹងអញ្ចឹងសម័យកាលនោះឯងគឺព្រះរាជាទ្រង់បានឲ្យតាបោះនឹងសុំខមាទោសអញ្ចឹងណាព្រោះដឹងថាតាបោះគឺជាអ្នកខុសបើទោះជាព្រះរាជាបញ្ជាឲ្យធ្វើយ៉ាងណាក៏ទេវលតាបោះនេះនៅតែមិនព្រមសុំខមាទោសចំពោះនិរតៈតាបោះនោះទៀតលុះតែជជែកមិនព្រមស្ដាប់មិនព្រមធ្វើតាមតាំងអំពីនោះមករហូតមកដល់ជាតិនេះណានឹងព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីអតីតនិទានរបស់ព្រះទេសៈហ្នឹងថាពីជាតិមុននោះជាតាបោះដែរអត់ស្ដាប់ទេអត់ស្ដាប់បង្គាប់អត់អីទេជជែករឹងអញ្ចឹងអាភាពរឹងហ្នឹងវាคล้ายទៅជាដំណរជាក្រសែដែលតាក់តែងនៅក្នុងជាតិភពកំណើតថ្មីហ្នឹងឲ្យកើតទៅនៅក្នុងភាពមេនះរឹងត្អឹងអញ្ចឹងឯងចឹងបានញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នារៀនបន្សុទ្ធចិត្តរៀនបន្ទន់កាយវិចារចិត្តរបស់ខ្លួនឯងឲ្យស្លូតចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីអតីតនិទាននោះមកព្រះអង្គក៏ទ្រង់សម្ដែងអំពីប្រគាថាមួយនឹងថាអាកោឆិមੰអវធិមੰអចិនិមੰអហោសិមេយេចតាំងឧបនិយហន្តិវេរੰទេសੰអ្នកសមតិ
អាកោឆិម៉ាំងអវៈធិម៉ាំងអាចិនិម៉ាំងអាហោសិមេយេចតាំងនូបណិយហន្តិវេរាំងទេសូបសមតិណាមានសេចក្តីថាបើជនទាំងឡាយណាចងសេចក្តីក្រោធទុកយ៉ាងនេះថាជនឯនោះបានជេរអញជនឯនោះបានវាយអញជនទាំងនោះបានឈ្នះអញជនទាំងនោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរារបស់ជនទាំងឡាយនោះមិនស្ងប់រងាប់បានឡើយផ្ទុយមកវិញបើជនទាំងឡាយណាមិនចងសេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯនោះបានជេរអញជនឯនោះបានវាយអញជនឯនោះបានឈ្នះអញជនឯនោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរារបស់ជនទាំងឡាយនោះតែងស្ងប់រងាប់ទៅបាននឹងលោកចង់និយាយថាពារងាប់ទៅដោយការមិនចងពាណាអាគេជេរឯណាក៏ជេរដែរតែយើងអត់បានទៅចងពាទេប៉ុន្តែបើសិនជាចងពាអញ្ចឹងពានឹងវេរានឹងវានៅជាប់អញ្ចឹងណាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធថាពារងាប់ទៅដោយការមិនចងពាហើយទោះបីជាបុគ្គលនោះជេរក៏ដោយទោះបីជាបុគ្គលនឹងវាយក៏ដោយប៉ុន្តែយើងអត់បានទៅចងគំនុំគុំគួនទេដោយសារតែយើងគិតថានេះវាជាកម្មនៅក្នុងវត្តដាក់ទេដឹងណាអញ្ចឹងបើសិនជាកម្មទេក៏សូមឲ្យអហោសិកម្មទៅឲ្យរួចផុតចាកទុកអញ្ចឹងទៅណាតែបើនៅតែចងពាដល់គ្នានឹងគ្នាទាំងដែរបុគ្គលមកខាងទៀតគេអត់មានពាវេរាជាមួយយើងផងអញ្ចឹងទោសនឹងវាអាចនឹងធ្លាក់មកលើយើងវិញណាអញ្ចឹងដូចជាតាបោះទាំងពីរអ្នកនឹងអញ្ចឹងរហូតមកដល់ទាន់ព្រះសម្មាសម្ពុទ្ធណាបរមគ្រូនៃយើងនឹងព្រះទេសថេនឹងបានបួសជាភិក្ខុហើយនឹងក៏នៅតែមានះរឹងត្អឹងមិនព្រមចុះចាញ់ដោយការទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងណាក៏អត់ព្រមដែរអញ្ចឹងនៅក្នុងអតីតនិទាននឹងមកបានព្រះសម្មាសម្ពុទ្ធថាព្រះទេសថេនេះគឺទេវលតាបោះនឹងឯងអ្នករឹងត្អឹងនឹងតាំងពីជាតិណានឹងមករហូតមកដល់ជាតិនេះហើយអត់ព្រមដាក់មានះចុះទេអញ្ចឹងនៅក្នុងខ្សែសាច់រឿងនេះខ្ញុំកណ្ដាអាត្មាភាពសូមបញ្ចប់តែប៉ុណ្ណេះប៉ុន្តែសូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាស្ដាប់ហើយមានការពិចារណាឲ្យត្រេះរិះថាពាទាំងឡាយគឺរងាប់ទៅដោយការមិនចងពានឹងឯងយើងអាគេជេរយើងវាមិនសំខាន់ទេសំខាន់កុំតែយើងទៅជេរគេវិញអញ្ចឹងទៅសេចក្តីសុខវាកើតឡើងហើយប៉ុន្តែអត់ទេអ្នកខ្លះនោះថាបើបានគេជេរមកអញ្ចឹងព្រួតគ្នាជេរគេទៅវិញអញ្ចឹងទៅប៉ុន្តែពាទាំងឡាយគឺរងាប់ទៅដោយការមិនចងពាសូមអនុមោទនា